ជួបនឹងគេម្នាក់នោះមួយថ្ងៃប៉ុណ្ណោះអូនបដូរអង្គគ្រប់យ៉ាងបេះដូងដែលធ្លាប់រួមក្នុងដើមទ្រូងបងនួនល្អងគឺត្រូវឃ្លាតឆ្ងាយនៅសល់តែកាយអារម្មណ៍ស្នេហ៍បានប្រែคล้ายលែងមានបងក្នុងពេលមួយឆ្នាំមិនស្មើនឹងគេមួយថ្ងៃផ្លាស់ប្ដូរចិត្តចរណៃអស់ហើយអោបេះដូងខ្ញុំអើយគឺគ្មានទៀតឡើយពេលក្បែរថ្នាក់ថ្នមត្រាំត្រើយដូចគ្រាមុនស្ទើរមិនជឿទង្វើបានឃើញពេលនេះមិនជឿអូនហ៊ានក្បត់បងប្រគល់បេះដូងឲ្យទៅគេដែលអូនទៅស្គាល់បានមួយថ្ងៃគ្រប់យ៉ាងមកសាំងក្នុងមួយឆ្នាំមិនបានឲ្យតចិនដែរថ្ងៃនេះជីវ៉ាអូនប្រហាគ្មានអាណិតដេកដួលអារម្មណ៍អូនឲ្យគេអស់ពីចិត្តឡាប់ដោគុំនិតទូបងមនុស្សគ្មានបំឡៃជួយប្រាប់បងផងតាមបានទេគេនោះអស់ចាប៉ុណ្ណាបដូរចិត្តជីវ៉ាបងរៀនអូនឲ្យជាក្បត់បងរត់បេះដូងដែលបងកំពុងនាំមកជូនលោកអ្នកដោយ Gensberg ឈ្ងុយស្រាបៀរអាឡម៉ង់ឆ្ងាញ់លើសពីស្រាបៀរធម្មតាអង្គីដេវីឡាជីវិតរស់នៅដ៏ល្អប្រណិនគ្រួសាររីករាយសុខភាពល្អញ៉ាំប្រេស៊ីបាកា Sugar Free មានជាតិស្ករ 100% ដែលអ្នកជំងឺទឹកនោមផ្អែមក៏អាចពឹងកម្លាំងបាន Smart ជីវិតរស់រវើងបានមកមាត់ខ្ញុំដូចគេអញ្ចឹងខ្ញុំប្រៀបធៀបជាមួយនឹងគេខ្ញុំចាំមិនដែរអ្នកនាងនីវបាញ់មិញអ្នកនាងនិយាយស្អីជាមួយចាជឿឡុងគឺខ្ញុំរំលឹកពីអ្នកនាងសៀហើប៉ុន្តែគេមិនអើពើនឹងខ្ញុំជាមនុស្សស្លក់មិនដឹងថាលោកធ្វើជាបងប្អូនជាមួយគេបានយូរយ៉ាងនេះទេអ្នកនាងសួរអញ្ចឹងមានន័យថាស្មាននឹងយកអំបិលរយមុខរបួសគេអញ្ចឹងខ្ញុំប្រាប់តែចោះជឿឡុងនឹងឈិញអ៊ីពួកគេទាំងពីរនាក់ធ្លាប់ឆ្លងកាត់ការស្លាប់រស់ជាមួយគ្នាក្រោយមកដោយសារតែមានការភ័ន្តច្រឡំតិចតួចទើបពួកគេចែកផ្លូវគ្នាទៅវាជារឿងរ៉ាវដែលបន្សល់ទុកតាំងពីចំនួនមុនប្រាប់តែចោះណាជឿឡុងធ្លាប់ស្រឡាញ់ជាមួយនឹងឈិញអ៊ីឡើងក៏ក្រើកមួយក៏ក្រើកដីហើយរឿងទាំងអស់នេះគឺគេមិនប្រាប់ខ្ញុំផងហេតុអីក៏ប្រាប់នាងគេមិននិយាយលោកជួយនិយាយអស់ទៅហើយមានបងប្អូនដូចជាលោកអញ្ចឹងគេចាំបាច់មានគូសត្រូវទេហេខ្ញុំនិយាយចេញអស់ហ៎បើខ្ញុំនិយាយអស់មែនតើវាយ៉ាងម៉េចវិញចេញលោកមកហើយអធិស្ឋានមេឃមិនតន់ភ្លឺផងខ្ញុំដាស់លោកឲ្យភ្ញាមិនអីទេយ៉ាងណាក៏ខ្ញុំដេកមិនលក់ដដែលនឹងតើមានរឿងស្អីដែរទៅដេកមិនលក់ចាំខ្ញុំជួយស្ទង់ជីបចង់ឲ្យលោកចុះខុងមីយ៉ានេះជាថ្ងៃទី3ទៅហើយលោកយល់ព្រមជាមួយនឹងលោកមេតបធំធ្វើព្រួញឲ្យបាន 100000 ដើមឥឡូវដល់ពេលកំណត់ឲ្យក្បាលលោកច្បាស់ជារសាលេងគង់អរគុណជាងដែលបារម្ភពីជីវិតរបស់ខ្ញុំថ្ងៃនេះហៅលោកមកទាំងព្រឹកគឺចង់ឲ្យលោកទៅយកព្រួញជាមួយនឹងខ្ញុំនឹងណាយកព្រួញទៅយកនៅណាកុំមកសួរច្រើនអីមកតាមខ្ញុំមកសម័យយានអានឆ្នាំទី13ឆ្នាំ208នៃគ្រិស្តសករាជលីវសុងមេតបរបស់តុងអ៊ូធ្វើតាមផែនការជូកាលៀនចងទូក20គ្រឿងភ្ជាប់គ្នាខាងក្រៅមានតម្រៀបក្រណាត់ហើយនឹងចម្បាំងទូករបស់តុងអ៊ូនៅពេលដែលចុះអាប់ខ្លាំងធ្វើដំណើរតាមទឹកទៅដល់មុខជំរំឆាវមានទង់ស្គរស្រ័យសន្ធប់ឆាវដោយសារតែមើលមិនឃើញច្បាស់បារម្ភខ្លាចកម្លាំងសត្រូវចូលវាយលុកមិនព្រមចេញពីជំរំទប់ទល់ទេបានបញ្ជាឲ្យកងបាញ់ព្រួញជាង 10000 នាក់បាញ់សម្ដៅទៅកាន់ទន្លេបំណងយកខ្លួនទប់ទល់សត្រូវពេលនោះហើយព្រួញហោះពេញមេឃបាញ់ឆ្ពោះទៅទូកលើទន្លេព្រួញជាប់នឹងមនុស្សចម្បាំងបន្ទាប់មកទូកកលៀងបញ្ជាឲ្យទូកបវាយទិសដៅដើម្បីឲ្យទូកងាកទៅទទួលស្រួលមកខាងទៀតតម្រាំតែអាប់រលីអស់សងខាងទូកពោពេញទៅដោយព្រួយស្អិចកាត់
ក្រោយពេលត្រឡប់ចូលជំរំវិញធ្វើការរាប់មើលព្រួយទៅលើទូកនីមួយៗមានពី 5,000 ទៅ 6,000 ដើមសរុបទៅបានជាង 10,000 ដើមហើយនោះជួយគ្នាខំមីយ៉ាហេតុអីបានជាលោកដឹងថាមុនពេលដែលមេឃភ្លឺនៅលើទន្លេចុះអាប់ខ្លាំងដែលធ្វើឲ្យឆាយឆាំមិនហ៊ានចេញទូកធ្វើសង្គ្រាមត្រឹមតែបាញ់ព្រួយលើទូកមានឈ្មោះជាគ្រូតបត្រូវស្គាល់ពីតារាសាស្ត្រស្គាល់ពីទីតាំងភូមិសាស្ត្របើមិនយល់អំពីធាតុអាកាសមិនស្គាល់សូរិយាចន្ទ្រាមិនមើលក្បួនហុងស៊ុយមិនចេះក្បួនតបចេះធ្វើជាគ្រូតបមិនកើតទេប្រហែលថ្ងៃមុននេះខ្ញុំក៏រួចទៅហើយថ្ងៃនេះអាចនឹងមានចុះអាប់ខ្លាំងទើបខ្ញុំព្រមសន្យាជាមួយនឹងលោកមេតបធំបញ្ជាឲ្យខ្ញុំធ្វើព្រួញតែមិនប្រគល់មនុស្សនិងសម្ភារៈឲ្យខ្ញុំទេមានន័យថាចេតនាប៉ុនប៉ងធ្វើបាបខ្ញុំគួរឲ្យស្ដាយទេវតាជួយខ្ញុំឆាយជួយខ្ញុំវាខុសទៅនឹងបំណងលោកមេតបធំមិនសមទេដែលឲ្យលោកមេតបធំមកទទួលយកព្រួញទៅផ្ទង់សរុបទាំងអស់ទូក20គ្រឿងក្នុងមួយគ្រឿងពី 5,000 ទៅ 6,000 ដើមព្រួញ 10,000 ដើមមានតែលើសមិនខ្វះនោះទេរត់លឿនខុងមីងនេះសំជាអតិថិមែនទេដឹងថាថ្ងៃនេះមុនពេលមេឃភ្លឺនៅទន្លេចុះអាប់ខ្លាំងក៏ចាត់ឲ្យទូក20គ្រឿងមានទាំងមនុស្សចម្បាំងមានទាំងបាវក្រចៅជាប់ជាមួយគ្នាសម្ដៅទៅដែនកងទ័ពឆាវហើយនឹងបញ្ជាឲ្យកងទ័ពទុងស្គរស្រែកសន្ធាប់កងទ័ពឆាវនឹកស្មានថាកងទ័ពរបស់យើងឆ្លៀតឱកាសវាយលុកដូច្នេះហើយពួកវាក៏ប្រឹងប្រែងបាញ់ព្រួញសម្ដៅមកលើទូកព្រួញក៏ជាប់នៅលើទូកគ្រាន់តែធ្វើឲ្យផ្អៀងខុងមីងបានបញ្ជាឲ្យផ្លាស់ទិសដៅដើម្បីទទួលយកព្រួយមកខាងទៀតត្រូវហើយមុនពេលដែលត្រឡប់មកវិញខុងមីងបានបញ្ជាឲ្យកងទ័ពទាំងអស់ស្រែកព្រមគ្នាទៅប្រាប់កងទ័ពឆាវអរគុណលោកអបរាជអាយ៉ាគ្រាន់តែស្រែកប្រមាណបាត់នេះច្បាស់ជាធ្វើឲ្យឆាវខឹងចិត្តស្លាប់ទៅហើយទូកចម្បាំងខ្ចីព្រួយលោកទៅធ្វើស្អីដែរខ្ញុំគ្រាន់តែពូននៅក្នុងទូកហឹកស្រាកំដរតែប៉ុណ្ណោះឯងហើយយ៉ាក្រោយមកខ្ញុំគិតថាខុងមីងគឺពិតជាពូកែមែនសំដងដែលគេនៅខាងតង់អ៊ូយើងបើសិនជាគេឈរនៅខាងឆាវគឺគ្រាន់តែគិតក៏ធ្វើឲ្យយើងព្រឺឆ្អឹងខ្នងដែរហើយយ៉ាខុងមីងចំជាពូកែទុទីដឹងមុនខ្ញុំពិតជាមិនស្មើនឹងគេពិតជាសង្ហាណាស់សំបីតែកាយវិការហូបបាយក៏សង្ហាដែរបើខ្ញុំខ្លាចជាមនុស្សដែលបេះដូងគេមិនអាចភ្លេចបានមិនដឹងជាខ្ញុំមានសំណាងយ៉ាងណាទេនេះគិតពីអីហ្នឹងអត់ទេជួយឡងឆាប់ជួយនឹងផងនឹងអ៊ុលបាយហើយអរគុណដែលបានជួយជីវិតខ្ញុំគ្មានអ្វីតបស្នងទេបើឲ្យខ្ញុំយកខ្លួនមកបដូរវាមិនអាចទៅរួចប៉ុន្តែថ្ងៃក្រោយបើសិនជាលោកមានគ្រោះថ្នាក់ដល់ជីវិតខ្ញុំជួយលោកវិញល្អសម្រាប់ចឹងចាស់ណាពួកយើងស្មើគ្នាហើយខ្ញុំហូបតែដែរបន្តទៀតចុះឈប់សិនយ៉ាងម៉េចគឺថាបាយមហូបមិនត្រែមាត់របស់លោកមែនទេអត់ទេបើអញ្ចឹងហេតុអីក៏លោកធ្វើមុខកញ្ញើខ្ញុំគិតថាមូលហេតុដែលបរាជ័យមុនគឺដោយសារតែលោកចេះតែធ្វើមុខកញ្ញើតែសំណាងរបស់យើងរត់ចេញអស់នាងកុំចេះតែមានរឿងពេកបានណា
អត់ទេខ្ញុំណាជាមនុស្សយុត្តិធម៌ណាសំចិត្តនេះណាកុំចេះទៅលោកចូលបានទេមិនបានទេលោកដឹងថាខ្ញុំលោកដៃត្រូវចំណាយពេលវេលានិងកម្លាំងប៉ុណ្ណាទៅលើរឿងនេះទេអ្វីផ្សេងខ្ញុំនិយាយមួយថ្ងៃគ្រាន់តែបិទទ្វារទៀមរបស់ខ្ញុំមិនរកស៊ីដឹងថាខាត់បងអស់ប្រមាណលោកមិនអើខ្ញុំលោកដៃខ្ញុំមិនលោកអញ្ចឹងទេកុំសង្ឃឹមអាយ៉ាអ្នកទាំងពីរកុំចេះតែឆ្លោះគ្នាបានអត់ហ្នឹងមានការនិយាយគ្នាទៅត្រូវចេះយកយល់គ្នាទៅវិញទៅមកណាកុំស្អីបន្ទោសគ្នាអីបាត់មាត់ឃើញទេពីអ្នកពេលនេះរួមសាមគ្គីគ្នាគឺមានឥទ្ធិពលខ្លាំងណាស់គ្រាន់តែប៉ុណ្្នឹងអាចសង្កត់សត្រូវបានហើយខ្ញុំមកវិញហើយអាយស្រែកទឹកណាស់ដាក់ណែហើយដល់តាមចៅហ្វាន់ពេជ្រមួយថ្ងៃសូមបិទទឹកមួយម៉ាត់ក៏មិនបានផឹកណាប៉ុន្តែទទួលបានផលច្រើនណាស់ហើយណែយ៉ាងម៉េចហ្នឹងហើយគ្មានអីទេនិយាយទៅសាប់ដឹងរឿងអីខ្លះណែខ្ញុំប្រាប់ទៅចាស់ខ្ញុំដល់ពេញមួយថ្ងៃបានដឹងថាចៅហ្វាន់គឺជាមនុស្សដែលម៉ៅស្វិតណាព្រឹកមិញនេះគេបានជិះសត្វលាទៅទិញម្ហូបនៅឯផ្សារមិនត្រឹមតែតថ្លៃខ្លាំងទេសូមឲ្យគេថែមទៀតផងណាគេគឺជាមនុស្សដែលទិញសាច់សូមថែមខ្ទឹមហើយនឹងជីមែនទេខុសហើយគឺគេទិញខ្ទឹមទិញជីសូមឲ្យគេថែមសាច់អូយវាដូចជាជ្រុលពេកហើយម៉ៅស្វិតតើតែគេខ្លាចគ្រប់គ្នាប៉ុន្តែមានរឿងមួយគេសុកចិត្តចំណាយប្រាក់ណាស្អីទេថ្ងៃនេះខ្ញុំឃើញចៅហ្វាន់ទៅឆុងលីងគូគេដូចជាស្គាល់ច្បាស់ជាមួយនឹងសាច់ចាំងចិញ្ចើមសហើយពេលដែលគេចេញមកបាត់ខ្ញុំក៏ទៅស៊ើបសួរនៅក្បែរនោះតាមពិតទៅគេទៅរកថ្នាំទឹកដែលមិនចេះចាស់ទេថ្នាំទឹកមិនចេះចាស់ហ៎មនុស្សកាន់តែមានកាន់តែខ្លាចស្លាប់ជ្រុលពេកហើយដោយសារតែប្រាក់គេច្រើនពេកខ្លាចអាយុខ្លីចាយមិនអស់ខ្ញុំមានមធ្យោបាយស្អីទៅខ្ញុំមិននឹកស្មានថារកកន្លែងបបែកនៅលើខ្លួនគេមិនបានទេបើគេចង់បានអាយុវែងមិនចេះស្លាប់អញ្ចឹងពួកយើងអាចប្រើប្រាស់មធ្យោបាយនេះបញ្ឆោតគេថាយកទ្រព្យទៅទុកណែណាលើកនេះខ្ញុំហ៊ានផ្ទះត្រង់គ្នាដាច់ខាតមិនឲ្យថ្លៃទេពួកយើងខ្លាចជាអ្នកមានមិនខានហើយខ្លាចជាអ្នកមានខ្លាចជាអ្នកមានឈប់សិនមើលអ្នកតាពីដូចជាសប្បាយចិត្តពេកហើយនេះចាច្រឡំលោកក៏បានឃើញដែរខ្ញុំជាមនុស្សឆ្លៀវវៃលើកគេស័ក្តិសមជាដៃគូដែលមិនអាចខ្វះបានដូច្នេះទទួលខ្ញុំទៅស្ដាប់ខ្ញុំណាមធ្យោបាយខ្ញុំលើកនេះគឺឈប់ខ្ញុំមិនចាប់អារម្មណ៍ទៅលើវិធីសាស្ត្ររបស់នាងនោះទេម្យ៉ាងទៀតខ្ញុំក៏មិនចង់សហការជាមួយដែរឃើញហើយនៅរឹកពីគេតាយ៉ាងម៉េចហ្នឹងគ្រប់យ៉ាងមកសាំងក្នុងមួយឆ្នាំមិនបានឲ្យតចិនតាថ្ងៃនេះជីវ៉ាអូនប្រហាគ្មានអាណិតប្តីផ្ដួលអារម្មណ៍អូនឲ្យគេអស់ពីចិត្តឡាបដោគុំនិតទុកបងមនុស្សគ្មានបំឡៃជិះឡងឥឡូវជពិលអីទៅហើយឯងនៅតែឆ្លោះគ្នាជាមួយអ្នកនាងនាវទៀតពីព្រោះរឿងនេះមិនបានពាក់ព័ន្ធជាមួយគេទេគេចេះតែមកតង់ទាមរបៀបនេះគឺគ្រាន់តែធ្វើខ្ញុំស្អប់ម្យ៉ាងទៀតមិនជឿបាយដែលគេនិយាយនេះគឺគ្មានមួយណាដែលត្រឹមត្រូវខ្ញុំជាមនុស្សដែលមានគោលការណ៍ខុសពីគេកម្រិតខុសគ្នារាប់អានគ្នាមិននឹងកើតទៅឯងនិយាយថាដណ្ដើមប្រាក់ពីគេអ្នកណាក៏ដណ្ដើមតាមផ្លូវសច្ចៈនោះឬមួយក៏ឯងចង់ទៅរត់ពីមុខចៅហ្វាន់ឲ្យលំទោនដាក់គេហើយនិយាយថាពួកខ្ញុំចង់យកប្រាក់ទៅដាក់បង្កប់ 2000 ហើយលោកប្រគល់ប្រាក់ចេញមកហើយយ៉ាជឿឡងថាតើមើលឯងពីមុនមិនព្រមចាប់ចម្រិតប្រពន្ធរបស់ចៅហ្វាន់ទីបញ្ចប់ឯងនៅតែចាប់គេចងឯងធ្វើម្ដងទៅហើយធ្វើជាលើកទី2ក៏មិនជាបញ្ហាដែរណាមួយចៅហ្វាន់លាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនវាជាទ្រព្យសម្បត្តិដែលមិនល្អស្រាប់ទៅហើយឯងចាំបាច់និយាយអីពីគុណធម៌ទៀតនោះបាទហើយទោះបីចែកនិយាយយ៉ាងណាខ្ញុំនៅតែមិនព្រមសហការជាមួយនាងជឿឡងមិនក៏ឯងរឹងរូសយ៉ាងហ្នឹងខ្ញុំសួរឯងបើសិនជាឯងមិនទៅឲ្យនាងនាវនោះទៅយកមុននោះដល់ពេលនោះអ្វីក៏យើងគ្មានដែរហើយយើងក៏មិនអាចបកស្រាយប្រាប់លោកគ្រូតបដែរចាចុះណាបើសិនជាឯងនៅតែគិតពីភាពថ្លៃថ្នូរខ្ញុំទៅជាមួយនឹងពួកគេមុនហើយឯងគិតយល់ហើយឯងទៅតាមក្រោយទៅ
ជូកលៀងមកដល់ហើយហ៎ខ្ញុំទៅទទួលបញ្ជាលោកមេតបចាំយូរហើយអត់អីទេលោកមេតបហៅខ្ញុំមកលើកនេះតើមានកិច្ចការអីដែរទៅសេនាចាត់តែលើកមុនពឹងលើប្រាជ្ញារបស់លោកធ្វើឲ្យកងទ័ពរបស់យើងយកបានព្រួយ 10,000 ដើមខ្ញុំចាត់តែជូនលោកបញ្ជាក់ពីទឹកចិត្តលោកមេតបធំលោកចង់និយាយស្អីនិយាយតាមត្រង់មកចុះគឺអញ្ចេះទេព្រះអង្គចាត់មនុស្សមកទឿនខ្ញុំឲ្យចេញទ័ពតាមខ្ញុំមើលទៅទាហានជើងទឹករបស់កងទ័ពឆៅការពារតឹងតែងពីបាត់នឹងវាយលោកដូច្នេះខ្ញុំនឹកឃើញផែនការមួយមិនដឹងថាទៅរួចឬក៏អត់ទេសូមលោកជួយវិភាគឲ្យខ្ញុំតិចទៅលោកមេតបធំកុំអាចនិយាយចេញនៅក្នុងចិត្តរបស់ខ្ញុំមានផែនការមួយដែរខ្ញុំយល់ថាយើងសរសេរនៅលើដៃដូចគ្នាចង់ដឹងថាតើគ្នាឬក៏អត់អញ្ជើញនេះអាយ៉ាអ្នកទាំងពីរមានចិត្តដូចគ្នាតាំងពីកាលហ្នឹងអត់ទេកងទ័ពឆៅត្រូវខ្ញុំដុត2លើកតែហើយម្ដងនេះពួកវាច្បាស់ជាប្រុងប្រយ័ត្នទុកជាមុនយកភ្លើងទៅវាយលុកគឺពឹងទៅលុកមានតធំរៀបចំយុទ្ធសាស្ត្រឲ្យបានល្អទើបអាចផ្ដួលពួកគេបានលោកមានតធំតើខ្ញុំនិយាយនេះត្រូវទេឆៅមានកម្លាំងច្រើនតាមមើលទៅមិនមែនមួយថ្ងៃពីរអាចវាយបាយទេអស់លោកមេតបយកស្បៀងឲ្យគ្រប់3ខែដើម្បីធ្វើការត្រៀមខ្លួនទុកជាមុនលោកមេតបធំកុំថាឡើយ3ខែទោះបីយកស្បៀង30ខែក៏វាអត់ប្រយោជន៍ដែរបើយើងក៏តិចកងទ័ពឆៅភ្លាមយកល្អស្ដាប់តាមសម្ដីរបស់ចាងចៅទៅចុះចូលតែម្ដងទៅវាចប់បាត់ទៅហើយណាក្លោមធំព្រះអង្គមានរាជបញ្ជាអ្នកណានិយាយចុះជន់ឆៅត្រូវសម្លាប់លោកគឺជាមេតបចាស់លោកក៏បានចាត់ពេញដែលហ៊ាននិយាយពាក្យបែបនេះធ្វើឲ្យច្បងច្បល់បើមិនសម្លាប់លោកអ្នកណាស្ដាប់ខ្ញុំចៅអ៊ីខ្ញុំជាមេតបវិនថៃវាយក្រោមមេឃធ្វើសង្គ្រាមខាងត្បូងខាងជើងមកដល់ឥឡូវ3ចំនួនទៅហើយពេលនោះណាលោកមិនទាន់កើតផងទេលោកនិយាយត្រូវហើយសេនាបាទចាប់ខ្លួនខួមកាយវាយ100របស់ទៅលោកហ៊ានបាទចៅអ៊ីឯងធ្វើស្អីហ្នឹងហ៎ឥឡូវចៅអ៊ីព្រះអង្គតែងតែស្ដាប់សម្ដីរបស់យើងគោរពយើង3ភាគដែរឯងទុកយើងជាស្អីទៅឥឡូវចៅអ៊ីឯងធ្វើអាក្រក់នេះយើងគឺមិនអត់អោនឯងទេឥឡូវចៅអ៊ីឯងហ៊ានវាយយើងផងយើងធ្លាប់បង្ហោឈាមដើម្បីចង់អូឯងហ៊ានធ្វើផ្ដេសផ្ដាស់ដាក់យើងអាចរៃឯងចាំមើលទៅឯងចាំមើលតបធំកុំកាត់អីសូមលោកមេតបធំលើកលែងឲ្យលោកយកមួកផងសូមលើកលែងឲ្យផងអូលោកកុំមកច្រើនអ្នកណាហ៊ានវាយជុះខួងកាយខ្ញុំមិនលើកលែងឲ្យដាច់ខាត់វាយទៅវាយទៀតចៅអ៊ីយើងមិនអត់អោនដល់ឯងទេអើយ
មេតបចៅចាប់ជាឈួតមែនហើយមិនក៏ផ្ដៅលោកមេតបខ្លាំងណាស់ចំពោះមុខអស់លោកមន្ត្រីទាំងអស់នឹងលោកមេតបចាស់3ចំនួនបែបនេះវាយ100ដំបងច្បាស់ជាបែកសាច់បែកឈាមខ្ទេចធ្វើស្រាប់ស្ទើររស់វាអាចប៉ះពាល់ដល់ទឹកចិត្តតបយ៉ាងណាបើសិនជានេះលឺដល់ឆាវច្បាស់ជាសោចឡើងជ្រុះថ្មិញអស់ជាមិនខាននោះឡើយវាយនេះគឺដើម្បីឲ្យឆាវមើលថាម៉េចចេញលោកជាមនុស្សស្មោះត្រង់មែនពួកលោកម្នាក់មិនឲ្យវាយម្នាក់ទៀតចង់ឲ្យវាយនេះគឺជាល្បិចឈឺសាច់លោកមេតបធំប្រើប្រាស់កងទ័ពធ្វើជាទ័ពប្រមុខដែលមិនអាចចុះញោមបានហើយចំណែកកងទ័ពហួងគឺជាជំរើសដ៏ល្អបំផុតត្បិតតែកូនទ័ពឈឺសាច់បន្តិចបន្តួចធ្វើឲ្យឆាវមើលឃើញតែប៉ុណ្ណោះបើឆាវចាញ់ល្បិចយើងនឹងទទួលបានជ័យជំនះជាមិនខានទេហើយយ៉ាមិនក៏ខ្ញុំគិតមិនយល់សោះអញ្ចឹងលោកមេតបធំគិតគូបានដិតដល់ហើយពិបាកដល់លោកមេតបហួងថែមទៀតមិនតាន់គ្រប់នោះទេនៅមានអ្វីទៀតចេញខ្ញុំមិនលាក់បាំងនឹងលោកទេបិទតែខ្ញុំមកទីនេះមួយថ្ងៃត្រូវប្រជែងគំនិតប្រជែងល្បិចជាមួយនឹងលោកមេតបធំហាក់ដូចជាសប្បាយចិត្តប៉ុន្តែនៅក្នុងគំនិតរបស់ខ្ញុំគឺនៅតែចង់កັບទីកងចំណុចនេះខ្ញុំមិនដែលសង្ស័យនោះទេលោកមេតបធំទោះបីជានឹកឃើញវិធីបន្តគ្នាយ៉ាងណាតែនៅខ្វះចំណុចសំខាន់មួយគួរតែអញ្ជើញអ្នកខ្លាំងមួយរូបចេញពីភ្នំទើបអាចវាយផ្ដួលកងទ័ពឆាវមិនដឹងថាអ្នកខ្លាំងដែលលោកបាននិយាយនោះជាណាដែរទៅជាងស៊ឺយៀនកូនហងនៅសៀងយ៉ាងផាងថងសូមគោរពលោកឧបរាជសូមគោរពផាងថងខ្ញុំធ្លាប់ល្បីឈ្មោះរបស់លោកយូរណាស់មកហើយចាត់មនុស្សឲ្យតាមស៊ើបគ្រប់ទីកន្លែងតែមិនស្មានថាលោកស្ម័គ្រចិត្តមកជំរុំរបស់ខ្ញុំដោយផ្ទាល់លោកឧបរាជខ្ញុំមានចរិតដើរហើរមើលភ្នំមើលទន្លេដូចនោះដំណើររបស់ខ្ញុំមិនទៀងទាត់ទេលោកឧបរាជស្វែងរកមិនជួបសូមអភ័យទោសផងកុំនិយាយអញ្ចឹងខ្ញុំរកលោកមិនឃើញខ្ញុំបារម្ភក្រែងលោកទៅធ្វើការឲ្យលីបៃឬក៏សុនឈៀនបើអញ្ចឹងវាជាការខាត់បងរបស់ខ្ញុំយ៉ាងធំហើយលោកឧបរាជនៅពេលដែលលីពីវនៅរស់ធ្លាប់បានអញ្ជើញខ្ញុំចេញពីភ្នំច្រើនសាប៉ុន្តែខ្ញុំមិនយល់ព្រមហើយពាក្យចាស់តែងតែពោលថាបាក់សៃល្អឬត្រនំរឹងមាំមន្ត្រីល្អឬមិនខ្លាំងខ្លាតាមពិតខ្ញុំរងចាំលោកឧបរាជយូរណាស់ទៅហើយតែតើលោកបើបានលោកជួយខ្ញុំទៅហើយខ្ញុំប្រាប់ជាងតុងវាគឺជារឿងមុននៅក្រោយទៅបុលតានិយាយឲ្យលោកឈរជើញចូលក្នុងអញ្ជើញបោះគ្រប់យ៉ាងមកសាំងក្នុងមួយឆ្នាំមិនបានឲ្យតចិនតាថ្ងៃនេះជីវ៉ាអូនប្រហាគ្មានអាណិតដេកដួលអារម្មណ៍អូនឲ្យគេអស់ពីចិត្តឡាប់បដូរគុំនិតទុកបងមនុស្សគ្មានបំឡៃជួយប្រាប់បងផងតាមបានទេគេជួបឆាវមានគូបំណងអ្វីវិញទៅលោកមេតបធំគឺប្រតិចង់ទប់ទល់នឹងឆាវមុននឹងប្រើកម្លាំងធ្ងន់គឺត្រូវតែរៀបចំកលាអុកម្ដងទៀតហើយលោកផាងក៏ទៅជំរុំរបស់ឆាវលើកនេះគឺចាត់ទុកខ្លួនឯងគឺដូចជាមជុលមួយដើមជាខ្សែមួយសរសៃជួយចងកលាសំណាញ់ឲ្យคล้ายតែជាអន្ទាក់មេឃាដើម្បីកងទ័ពឆាវបរាជ័យថ្ងៃនេះបើកចង្ក្រានយកថ្នាំសូមថៃសាងលើជីថៃរសាខ្ញុំតែងខ្លួនជាអ្នកសច្ចាំបាត់នេះយ៉ាងម៉េចមែនទេអ្នកសាច់ចាំងដល់មកចាស់ចាស់មកដល់ហើយអាយ៉ាមិនចិញ្ចើមសទេតាជឿណាខ្ញុំជាសាច់ច្បងរបស់ចិញ្ចើមសឯណាចិញ្ចើមសសាច់ចាំងលាវជាវដែលជាគ្រូតានិយាយថាចិញ្ចើមសតាំងសមិនតាន់គ្រប់គ្រាន់ហើយគេទៅសមាធិលើភ្នំវិញហើយអាយ៉ាមិនទៅចៃដន់ម្លេះ
ខ្ញុំនឹងចោមសបានសន្យានឹងគ្នាហើយថាថ្ងៃនេះគាត់បើកថ្នាំទប់ឲ្យខ្ញុំខ្ញុំមកក៏ដូចគ្នាដែរអូទៅរួចទេនឹងថ្នាំទប់ស្លាប់បានសម្រេចរួមផ្សំជាមួយពេលវេលាល្អបើសិនខកពេលវេលាខ្ញុំមិនទទួលខុសត្រូវទេអូល្អរំខានអ្នកសច្ចាំងហើយទោះបីជាប្រើវិធីអ្វីក៏ដោយត្រូវតែយកប្រាក់ក្នុងឃ្លាំងនោះឲ្យបានការពិតទៅគួរយ៉ាងមុននឹងក្រោយយើងគង់ទៅវាយយកប៉ុន្តែស្បៀងតបរបស់យើងក៏ត្រូវតែមានដែរបើសិនជាអញមកទៅហើយអ្នកនាងនេះធ្វើបានសម្រេចបើចុះពួកយើងច្បាស់ច្បាស់បងគ្រប់យ៉ាងដល់ពេលនោះអាចបកស្រាយប្រាប់គ្រូតបយ៉ាងម៉េចអបអរលោកម្ចាស់ចៅពេលនេះលោកអាចបើកចង្ក្រាននិងយកថ្នាំបានហើយអូយអូនណាសចាំងខ្ញុំមិនក៏ទៅចិញ្ចឹងទៅវិញខ្ញុំនិយាយប្រាប់ហើយកម្លាំងទេរបស់ប្អូនចិញ្ចាំសមិនតាន់គ្រប់គ្រាន់បរាជ័យគឺជារឿងធម្មតានោះទេខ្ញុំឲ្យប្រាក់ទៅចិញ្ចើមសច្រើនណាស់ដើម្បីស្លថ្នាំឲ្យខ្ញុំហើយបើកម្លាំងធាតុមិនគ្រប់គ្រាន់ទេធ្វើឲ្យខ្ញុំទុកទៅជាបែបនឹងអញ្ចឹងបានជាគ្រូតាហើយគេត្រឡប់ទៅវិញរួចចាត់ឲ្យខ្ញុំមកចាត់ឲ្យមកបើផ្ទុកខ្ញុំម្ដងទៀតណាអត់ទេបើលោកពិតជាចង់បានអាយុវែងមែនមិនចាំបាច់រកថ្នាំទិព្វអីទេខ្ញុំគ្រាន់តែរៀបចំពិធីសូត្រធម៌ធានាថាលោកអាយុវែងជាងអណ្ដាតទៅទៀតអើយចង់បោកប្រាក់ខ្ញុំយកប្រាក់ខ្ញុំម្ដងទៀតដែរគ្មានប្រាក់ទេម្ដងនេះមិនបាច់លោកថែមប្រាក់ទេទុកថាខ្ញុំជួយបើសាងចំនួនប្អូនចិញ្ចាំសតចាស់មែនណាជាការពិតអញ្ចឹងជួយរៀបចំពិធីសូត្រធម៌ឲ្យខ្ញុំសូត្រធម៌នៅទីនេះមិនកើតទេប្រើរកកន្លែងណាមួយពោពេញដោយចំហាយវិសេសវិសាលចំហាយវិសេសវិសាលមានចំហាយវិសេសវិសាលមកពីណាចំហាយវិសេសវិសាលវាពិបាកនឹងរៀបរាប់ខ្លាំងណាស់បើនិយាយឲ្យចំជាទីកន្លែងមានពលឺត្បូងដង្ហើមគុជនោះហើយជាចំហាយវិសេសវិសាលឧបមាគឺជាឃ្លាំងសម្រាប់ទុកមាសប្រាក់កែវកងឃ្លាំងប្រាក់កាន់តែសម្បូរកាន់តែវិសេសវិសាលលោកយល់ដែរទេពិតជាមិនបាច់ចំណាយប្រាក់មិនបាច់ថែមប្រាក់ទេអុយល្អណាស់ខ្ញុំស្គាល់កន្លែងមួយហើយខ្ញុំមិនអាចនាំអ្នកក្រៅទៅបានទេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ទៅត្រូវតែបិទភ្នែកហើយមកវិញក៏បិទភ្នែកហើយលោកម្ចាស់ចំជាសាំញ៉ាំច្រើនមែនតែដើម្បីលោកម្ចាស់បានអាយុវែងកុំបង្អាក់យូរនាំខកខានពេលវេលាល្អលោកម្ចាស់នាំផ្លូវទៅបើចឹងតាមខ្ញុំមកតាប្រាប់បងប្អូនយើងទាំងអស់ដើរតាមឲ្យឆ្ងាយបន្តិចត្រៀមខ្លួនជញ្ជូនប្រាក់ចាំពេលទៅដល់កន្លែងនោះយល់ហើយនៅទៅចាពីអ្នកនេះទុកខ្ញុំជាអ្នកក្រៅឬក៏ចង់ទាត់ខ្ញុំចោលលេបយកតែឯងហើយជឿឡងមិនព្រមមកខ្ញុំធ្វើអីក៏ពិបាកបើពួកគេប្រើល្បិចនោះតើគិតយ៉ាងម៉េចវិញលេបសិនណាឆាំមកលឿនឡើងទៅហើយលើមិនតបថងលើមិនតបយ៉ាងមិនហើយលើមិនតបថងលើមិនតបយ៉ាងមិនទៅហើយលើមិនតប
giờ đòi lờiចាំជាទីតាំងវិសេសវិសាលមែនតែមិនទាន់ឃើញពន្លឺត្បូងដង្ហើមគុជសោះទ្រព្យសម្បត្តិទាំងអស់នោះលាក់នៅខាងក្នុងប៉ុន្តែលោករៀបចំពិធីមិនបាច់ចូលខាងក្នុងទេចូលក្នុងណាមិនបាច់ទេនៅទីនេះក៏បានដែរប៉ុន្តែទ្វារថ្មនេះយល់ល្អគួរតែបើកដើម្បីឲ្យពន្លឺត្បូងដង្ហើមគុជចេញមកក្រៅកាន់តែមានប្រសិទ្ធភាពអូល្អអូយបាយចេញគឺយ៉ាងមិនដែលហៅថាពន្លឺត្បូងដង្ហើមគុជខ្ញុំគឺចាស់នេះស្រួលបោកមែនតើមើលចោះអីអញវាយខ្ញុំធ្វើអីអីអុយអ្នកទាំងពីរមិនក៏វាយខ្ញុំចូលទៅចាត់ការអាលអត់យើងឈិនឆ្លាតក្រនបាគ្រប់យ៉ាងមកសាំងក្នុងមួយឆ្នាំមិនបានឲ្យក៏ចិនដែរថ្ងៃនេះជីវ៉ាអូនប្រហាគ្មានអាណិតដេកដួលអារម្មណ៍អូនឲ្យគេអស់ពីចិត្តឡាប់ដោគុំនិតទុកបងមនុស្សអូយមិនក៏ច្រើនហាប់បលហើយមានហើយឆាប់បាត់ទៅឆាប់បាត់អូយច្រើនមែនតែមកហើយអូយសំណាងឲ្យដូចចាញ់ជាឡងអត់មកទ្រព្យទាំងអស់នេះជញ្ជូនទៅស៊ីលៀងពួកខ្ញុំទិញសេះ100000ក្បាលនៅសល់ទៀតផងធ្វើការទៅធ្វើការទៅតាមឡើងអូយច្រើនមកស្អែកដល់នេះជញ្ជូនអស់ទៅហើយដោះឆាប់តែមិនចាស់ដឹកនាំបងប្អូនយើងដើរពីលើភ្នំតាមផ្លូវមួយទៀតកុំឲ្យគេឃើញចុះនៅនេះវិញចាំខ្ញុំចេញទៅតាមក្រោយជួបគ្នានៅកន្លែងណាត់ពីមុនបាទទ្រព្យរបស់ខ្ញុំដំមាសនេះតិចបំផុតក៏មានទម្ងន់200តម្លឹងដែរបានមិនយកគួយស្ដែងណាអីយ៉ាមកចេញឆាប់មកវិញខ្ញុំចំតាក់គេហើយមកចេញយើងឈិនដឹកខ្លួនឡាយ៉ាងម៉េចពួកគេទៅពីលុយបាយខ្ញុំចង់លៀបយកតែឯងហើយយ៉ាលាវអ៊ីហ៊ានលេងល្បិចជាមួយខ្ញុំផងឥឡូវនេះចេញលេងកើតហើយឃើញទេនៅទីនេះហើយចាចេឡងក្រែងលោកអត់មកអីនៅនាងនាវត្រូវសម្បត្តិនៅទីណារឿងអីខ្ញុំត្រូវប្រាប់លោកនោះនៅមាត់រឹងទៀតមើលទៅនាងបានតែមាត់សម្ដីហាក់ដូចជាមានគុណធម៌តែតាមពិតទៅនាង
មិនមែនចិត្តស្មោះត្រង់ទេនេះត្រូវសម្បត្តិទៅនោះនិយាយចំពោះម្ចាស់របស់ខ្ញុំវាជាទ្រព្យសំខាន់ខ្ញុំត្រូវបំពេញកិច្ចការចប់បញ្ជូនទៅជាងស៊ីបើអ្នកចុំអុកលំវាល្មមអស់ចិត្តហើយប្រគល់ឲ្យខ្ញុំវិញមកណាអ្នកមកមុនបានមុនរបស់ទាំងនោះខ្ញុំឲ្យគេជញ្ជូនទៅអស់ហើយតែម្ដុំក៏លោកយកមិនបានដែរនាងខ្ញុំទទួលស្គាល់តាំងពីពួកយើងស្គាល់គ្នាមកខ្ញុំគ្មានអារម្មណ៍ល្អចំពោះនាងទេតែខ្ញុំក៏មិនចង់សាងសត្រូវសូមនាងពិចារណាមើលទៅមើលនាងចោះឥឡូវជាប់ត្រង់ទៅហើយគូតែមកពួកយើងទៅត្រូវបន្តិចទៀតបើចៅហ្វាន់ដឹងខ្លួនមកវិញបើឃើញបាត់បង់ទ្រព្យសម្បត្តិអស់គេច្បាស់ជាបោះស្បែកនាងជាមិនខានខ្ញុំមិនអាចអ្នកណាគំរាមទេបើលោកឃើញស្លាប់មិនជួយក៏គ្មានបញ្ហាសម្រាប់ខ្ញុំដែរដូចជាសម្ដីលោកមេតបចាយនិយាយអំបញ្ញមិញអញ្ចឹងខ្ញុំលែងអស់ចិត្តខ្ញុំរំខានគ្រប់គ្រាន់ហើយជាប់ខំនៅទីនេះខ្ញុំសប្បាយចិត្តល្អណាស់ជិឡុងយកល្អបង្ខំឲ្យនាងប្រាប់ពីទីតាំងទ្រព្យសម្បត្តិនោះទៅមិនអញ្ចឹងទេឃុំនាងទុកនៅទីនេះទៅឡោះបើអ្នកនាងនិយាយអញ្ចឹងទៅហើយនោះខ្ញុំក៏មិនវល់នាងដែរអើលោកពិតជាទុកខ្ញុំចោលនៅទីនេះមែនទេហើយមិនរវល់នឹងខ្ញុំទេហើយជិឡុងស្គួតទេគេគ្មានធម៌យើងមិនអាចគ្មានមេត្តានោះទេយ៉ាងណាខ្ញុំបាននិយាយរួចទៅហើយរឿងនេះអត់ពាក់ព័ន្ធជាមួយនាងនាវទេណាអញឆាប់សិនចាជិឡុងខ្ញុំធ្វើបាបលោកដល់ថ្នាក់នេះហើយលោកនៅតែព្រមជួយខ្ញុំដោយគ្មានលក្ខខណ្ឌលោកនាំឲ្យខ្ញុំទៅតល់ក្នុងចិត្តណាខ្ញុំថាឲ្យនឹងយ៉ាងម៉េចទៅដល់ទៅបាត់មាត់មិននិយាយជាមួយលោកទេបើខ្ញុំចាំមិនខុសស្រីម្នាក់នោះឈ្មោះសៀហៅឆេងអីត្រូវទេរំលឹកពីឆេងអីធ្វើអ្វីដែលខ្ញុំចង់និយាយតែភាពអំបញ្ញមិញខ្ញុំយល់ហើយហេតុអីបានជាអ្នកនាងសៀហៅស្រឡាញ់លោកខ្លាំងយ៉ាងនេះដោយសារតែគេស្រឡាញ់លោកខ្លាំងតែបានជាលោកមិនអាចបំភ្លេចគេបានព្រោះលោកគឺជាមនុស្សល្អពិតប្រាកដខ្ញុំបានគិតថាខ្ញុំមិនត្រឹមតែមានសំណាងទេដែលមានមុខមាត់ដូចជាគេថាមិនបានខ្ញុំអាចស្រឡាញ់លោកដូចជាគេដែរនេះឈួតទេត្រូវហើយខ្ញុំចិត្តតែខ្ញុំចិត្តឈួតពីព្រោះខ្ញុំចិត្តបែកជាមួយលោកនេះសុំតែនាងធ្វើត្រឹមត្រូវណាកុំខាត់ខ្ញុំមិនអាចស្រឡាញ់លោកតាមពិតតែខ្ញុំត្រូវការពេលវេលាមួយចំនួន10ពិសេសពីលោកស្នាមថាបមួយនេះទុកជាការសងគុណដែលលោកជួយខ្ញុំនៅមានទៀតទ្រព្យសម្បត្តិ10ហັບដែលយកចេញទៅដៃពួកលោកមានតែ4ខ្សែរបៀបម៉េចទៅដូច្នេះខ្ញុំនឹងចាត់ឲ្យកូនចៅជញ្ជូនទៅជាងសៀទាំងអស់មនុស្សទាំងអស់និយាយថានាគដីកូនហងយកបានមួយណាក៏មានប្រយោជន៍ថ្ងៃនេះកូនហងប្រាប់ថាបំបែកតុងអ៊ូយ៉ាងម៉េចទេវតាជួយខ្ញុំមែនបោះពួកលោកខ្ញុំជូនពួកលោកមួយពេងលោកអបរាជលោកបីលោកអបរាជឲ្យតម្លៃអ្នកចេះដឹងយូរណាស់មកហើយថ្ងៃនេះបានជួបជាការពិតមែនណាបានជួបលោកអបរាជស្រឡាញ់អរគុណខ្លាំងលោកអបរាជកងទ័ពជើងទឹកធ្វើតាមបញ្ជាលោកអបរាជទុកចម្បាំងទាំងអស់ដឹកតមកភ្ជាប់គ្នាឥឡូវនេះកំពុងតែរៀបចំក្តោងទោះបីជាមានខ្យល់ជួបរលកមិនឃ្លងដូចពីមុនទេកងទ័ពទាំងអស់ហាត់ដាវហាត់លំពេងខ្លាំងណាស់នៅលើទូកដូចជានៅលើគង់ចឹងឯងលោកគុណហោះនៅពេលដែលខ្ញុំវាយយកចឹងណានបានខ្លាចជាស្ដេចនៅក្រោមមេឃហើយខ្ញុំនឹងប្រគល់តំណែងឲ្យលោកជាមិនខានអរគុណលោកអបរាជហើយត្រូវហើយលោកអបរាជរឿងដែលខ្ញុំត្រូវធ្វើដំណោះទៅជាងតុងខ្ញុំមិនអាចបង្អង់យូរបានទេបើអញ្ចឹងខ្ញុំគិតថាលាលោកអបរាជចាត់រំខានដល់លោកហើយក៏ប៉ុន្តែចាំឲ្យច្បាស់ណា
ឆាប់ទៅឆាប់មកខ្ញុំមានកិច្ចការច្រើនត្រូវធ្វើខ្ញុំទាំងហើយលោកអបរាជលាសិនហើយស៊ីណាជូនដំណើរចាប់តាំងពីយើងគ្រប់គ្រងទ័ពមកកម្ចាត់គូសត្រូវអស់ច្រើនណាស់ទៅហើយខ្ញុំសបត់ថានឹងគ្រប់គ្រងសម្បត្តិទាំង4ឲ្យបានដឹកនាំក្រមមេឃឥឡូវនេះមានតែតុកអូទេដែលយើងទល់មិនបានយើងដឹកនាំកងទ័ព1លាននាក់មានអស់លោកជួយឬអីខ្លាចកម្ចាត់តុកអូមិនបាននោះមែនទេព្រមបំរើលោកអបរាជខ្ញុំស្ដាប់តាមជាលោកអបរាជជាអស់លោកថាជាមួយខ្ញុំមួយពេកទៅអរគុណលោកអបរាជលើបីចៅទៅជាធំវាមិនទាន់បាត់ភូមិក្លិនទឹកដោះនៅឡើយទេអត់ជុកកលៀងកម្លាំងវាមិនស្មើនឹងសមោចចង់ដួលភ្នំថៃសានផងមុំក្លៅពេកហើយយើងកាន់លំពេកនេះកំតិចសត្រូវចាប់លីពូសម្រាប់យានសៅវាយចូលរហូតដល់លឺតុកគ្រប់គ្រងសម្បត្តិទាំង4មិនធ្វើឲ្យខុសឆន្ទៈអូប្រូទេខាងលើមានព្រះច័ន្ទភ្លឺថ្លាខាងក្រោមមានរលកទន្លេទស្សនភាពដ៏ល្អនេះធ្វើឲ្យយើងសប្បាយចិត្តចង់ច្រៀងបទចម្រៀងមួយបទឲ្យបានសប្បាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ឲ្យបានសប្បាយទាំងអស់គ្នាឡើងល្អអប្សរាច្រៀងលេងជីវិតមានប្រមាណថ្ងៃទុកលំបាកច្រើនសប្បាយមានតិចធ្វើចិត្តទលាយបំភ្លេចទុកព្រួយយើងលើកស្រាលឡើងផឹកទាំងអស់គ្នាសប្បាយទាំងក្មេងទាំងចាស់សប្បាយទាំងស្ដេចសប្បាយទាំងរាជបាត់សីមានទនុំចំណីគ្រប់គ្រាន់ខ្ញុំមានកងទ័ពមានស្គរមុខព្រះខែគឺឡាពេលណាស្រវឹងមិនតែទុកព្រួយនៅតែមិនបញ្ចប់កាន់តែបុកភ្លេចរត់តែទឹកឃើញចប់ទុករៀងដឹកដល់គុំចាស់កាយអបចន្ទ្រាកុំហៅទៅត្បូងស្វែងរកទ្រនំដើម្បីទុំនៅនំមិនខ្លាចខ្ពស់សមុទ្រមិនខ្លាចជ្រៅមានស្ដេចដឹកនាំក្រោមមេឃចិត្តតែមួយក្រោមមេឃចិត្តតែមួយเรามีจัตมุย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 មួយឆ្នាំដែលយើងបានផ្ដាំស្នេហានឹងគ្នាគឺជាវេលាស្នេហ៍ស្មោះក្រោយពេលអូនបានជួបនឹងគេម្នាក់នោះមួយថ្ងៃប៉ុណ្ណោះអូនបដូរអង្គគ្រប់យ៉ាងបេះដូងដែលធ្លាប់រួមក្នុងដើមទ្រូងបងនួនល្អងគឺត្រូវឃ្លាតឆ្ងាយនៅ